បន្ទាប់ពីវីដេអូរបស់ខ្ញុំបាន viral ទៅទាក់ទងជាមួយនឹងមតិរឿង mix language របស់ខ្ញុំអង់គ្លេសនិងខ្មែរ viral បែបនេះជាលើកទី2ហើយមនុស្សម្នាក់ពិតជាអាចធ្វើឲ្យសង្គមប្រែប្រួលបានមែនអត់ឬក៏សង្គមយើងគាត់តែបដកម្មខ្លាំងពេកចំពោះរបៀបនិយាយរបស់មនុស្សម្នាក់សម្រាប់អ្នកកុំថយនិយាយថានេះគាត់តែជារបៀបនិយាយធម្មតារបស់អ្នកចេះពីភាសាឬក៏ជាបរិបត្តិការងារថ្មីហើយការលាយភាសាបង្ហាញពីជំនាញពហុភាសាគ្រប់គ្នាមានសិទ្ធិបង្ហាញខ្លួនតាមរយៈផ្ទាល់ខ្លួនអ្នកខ្លះនិយាយថាវាគាត់តែជា content style ធម្មតាបើសម្រាប់មតិអត់គ្រប់គ្រងវិញនិយាយថាបើសិនជានិយាយជាសាធារណៈត្រូវគិតពីអ្នកស្ដាប់និងឲ្យតម្លៃភាសាជាតិការលាយភាសាធ្វើឲ្យខ្សោយអត្តសញ្ញាណជាតិបើក្មេងជំនាន់ក្រោយយកតម្រាប់តាមវានឹងធ្វើឲ្យភាសាខ្មែរចុះខ្សោយឬក៏ក្លាយជាភាសាកូនកាត់អ្នករិះគន់ខ្លះយកថាជាការបង្អួតចំណេះដឹងដែលធ្វើឲ្យអ្នកស្ដាប់ដែលអត់ចេះភាសាបរទេសមានអារម្មណ៍ថាត្រូវបានគេធាក់ចេញពីការសន្ទនានឹងទាំងស្រុងហ្មងសម្រាប់កំណត់ខ្ញុំមនុស្សម្នាក់មិនអាចកែប្រែសង្គមទាំងមូលតែម្នាក់ឯងបានទេប៉ុន្តែ content creator គឺជាផ្នែកមួយនៃទម្លាប់សង្គមដូចដែលថាសេរីភាពនៅក្នុងការនិយាយត្រូវដើរជាមួយនឹងការមានទំនួលខុសត្រូវនិងគោរពពីអ្នកស្ដាប់ការប្រែប្រួលវប្បធម៌មិនមែនកើតឡើងពីបុគ្គលតែម្នាក់វាកើតឡើងពីការទទួលយករបស់បុគ្គលម្នាក់ៗនៅក្នុងសង្គមខ្ញុំគិតថាបញ្ហាវាមិនមែននៅលើការលាយភាសានោះទេប៉ុន្តែស្ថិតនៅលើការប្រើវាឲ្យសមជាមួយនឹងបរិយាបន្ននិងរបៀបដែលសង្គមយើងឆ្លើយតបផងដែរគាត់ម្នាក់ប្រហែលជាអាចធ្វើឲ្យសង្គមនេះប្រែប្រួលបានទេប៉ុន្តែមនុស្សរាប់លានអ្នកបានឃើញតើមនុស្សប្រមាណអ្នកចែករំលែកហើយមនុស្សប្រមាណអ្នកទៀតកំពុងតែត្រាប់តាម